សួស្តីអ្នកទាំងអស់គ្នាវិលស្វាគមន៍សាជាថ្មីម្ដងទៀតមកកាន់ Channel របស់ Admin ហើយថ្ងៃនេះផងដែរសូមមកតាមដានទស្សនានៅព័ត៌មានជាបន្តទៀតដូចតទៅសម្រាប់ថ្ងៃសៅរ៍ទី14ខែមីនាឆ្នាំ2021នេះ Admin នឹងលើកយកព័ត៌មានខ្លីមួយតាក់ទងនឹងសម្រាប់ប្រិយមិត្តថ្មីដែលមិនទាន់បានចុច Subscribe សូមចុច Subscribe ម្នាក់មួយផងណាដើម្បីទទួលបានវីដេអូថ្មីៗជាច្រើនទៀតពី Admin ស្អាតណាស់កីឡាដ្ឋានថ្មីរះលើទឹកដីទិសមេរតីប្រទេសកម្ពុជានាព្រឹកថ្ងៃសៅរ៍ទី14ខែមីនាឆ្នាំ2026ក្លឹបបាល់ទាត់ MOI កំពង់ដេវ៉ាបានរៀបចំពិធីបញ្ចុះបឋមសិលាបាការដ្ឋានសាងសង់កីឡាដ្ឋានកំពង់ដេវ៉ា Arena ដែលមានទីតាំងស្ថិតនៅក្នុងខេត្តព្រះសីហនុនេះបើតាមការផុសក្នុងបណ្ដាញសង្គមរបស់ក្លឹបបាល់ទាត់ MOI កំពង់ដេវ៉ាលោកโจអានឡាពតាវាជារឿងដ៏សោកសៅមួយដែលបានឃើញនរណាម្នាក់ក្នុងចំណោមមនុស្សដែលខ្ញុំទុកចិត្តបំផុតយកឈ្មោះរបស់មេស៊ីមកប្រើដើម្បីវាយប្រហារនិងធ្វើឲ្យខ្ញុំឈឺចាប់វាពិតជាឈឺចាប់ណាស់វាធ្វើឲ្យខ្ញុំកាន់តែឈឺចាប់ខ្លាំងជាងនេះទៅទៀតពីគ្រូលោក Rafa Yuste និងលោក Alexandro Echevarria បានព្យាយាមការពារឆាវីរហូតដល់ទីបំផុតក្តៅគម្រោងសាងសង់កីឡាដ្ឋានថ្មីរបស់ Manchester United ដែលអាចផ្ទុកទស្សនិកជនបាន 100,000 នាក់ត្រូវបានប្រកាសកាលពី1ឆ្នាំមុនក្នុងតម្លៃ 2,000 លានផោនប៉ុន្តែការទាញយកដីនៅជាប់កីឡាដ្ឋាន Old Trafford បានក្លាយជាឧបសគ្គដ៏ធំមួយប្រភពផ្ទៃក្នុងជឿជាក់ថាលោក Sir Jim Ratcliffe នឹងត្រូវចំណាយបន្ថែម 1,000 លានផោនទៀតដើម្បីទូទាត់លើការយឺតយ៉ាវខណៈដែលក្លឹបបានផ្ដល់តម្លៃប្រហែល50 លានផោនសម្រាប់ដីនោះដែលវាទាបជាងឆ្ងាយពីតម្លៃ400 លានផោនដែលក្រុមហ៊ុនម្ចាស់ដី Freightliner ចង់បានដីដែលបញ្ជាទិញដោយបង្ខំអាចនឹងក្លាយជាអ្នកសម្រេចតម្លៃចុងក្រោយប៉ុន្តែដំណើរការនេះនឹងធ្វើឲ្យពេលវេលាសាងសង់ត្រូវរុញទៅក្រោយកាន់តែយូរការងារសាងសង់ត្រូវបានគេរំពឹងថានឹងប្រើពេលយ៉ាងតិច10ឆ្នាំយោងតាមរបាយការណ៍ពី The Sun